បាទសួស្តីអញ្ចឹងនឹងព័ត៌មានព្រឹកនេះគឺមានការផ្សាយពាក់ព័ន្ធជាមួយនឹងប្រទេសថៃបានប្រើប្រាស់នៅយន្តហោះ F16 ធ្វើការទម្លាក់គ្រាប់ចំនួន7គ្រាប់នៅខាងថ្មដាអញ្ចឹងបើតាមការនាំពាក្យរបស់លោកស្រីម៉ាលីសជាតាគឺការទម្លាក់គ្រាប់នេះគឺកើតឡើងនៅម៉ោង 5:56 នាទីហើយគេប្រើប្រាស់យន្តហោះ F16 ដែលទម្លាក់គ្រាប់ចំនួន7គ្រាប់នៅខាងភូមិថ្មដាស្រុកវាលវែងខេត្តពោធិ៍សាត់អញ្ចឹងការទម្លាក់គ្រាប់នេះគឺវាបានធ្វើឲ្យប៉ះពាល់ទៅលើស្ពានបាទស្ពានគឺវាមានពីរទី1គឺស្ពានថ្មរបស់យើងហើយទី2គឺស្ពានដែកដែលជាស្ពានចាស់បាទអញ្ចឹងការទម្លាក់ទៅលើស្ពាននេះគឺខាងភិក្ខីថៃនោះគេបានគម្រាមថានឹងកំទេចស្ពាននេះរយៈពេលដូចជា2ទៅ3ថ្ងៃមុនចាប់ផ្ដើមធ្វើការវាយសង្គ្រោះមកលើប្រទេសកម្ពុជាយើងអញ្ចឹងការវាយកំទេចស្ពាននេះគឺវាមិនមែនជារឿងចៃដន្យទេគឺជាផែនការគ្រោងទុកដែលមានរួចជាស្រេចបាទអញ្ចឹងការផ្ដាច់ស្ពាននេះគឺក្នុងលេសមួយថាកម្ពុជាយើងប្រើប្រាស់ដើម្បីធ្វើការដឹកសព្វាវុធយកទៅច្បាំងជាមួយនឹងខាងភាគីថៃបាទអញ្ចឹងលេសអីក៏មានដែរគឺសម្រាប់ខាងថៃគេប្រើត្រូវនឹងសមទាំងអស់បាទអញ្ចឹងព័ត៌មានបឋមដែលយើងបានមើលនេះគឺខាងស្ពានគឺដាច់មួយចំហៀងបាទមួយចំហៀងទៀតគឺអាចនៅធ្វើដំណើរការបានសម្រាប់ស្ពានថ្មតែយើងអាចបើកបរបានដូចជាប្រហែលតែម៉ូតូឬក៏ថ្មើរជើងទេចំណែករថយន្តគឺត្រូវបានបិទណាបាទហើយសម្រាប់ស្ពានដែកវិញគឺខូចខាតមិនអាចប្រើប្រាស់បានទេមិនថាថ្មើរជើងឬក៏យានជំនិះអីទេណាបាទអញ្ចឹងនេះជាព័ត៌មានបឋមដែលយើងទទួលបានបាទអរគុណច្រើន